សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទក្រុមការងារអ្នកនាំពាក្យរបស់យើងចូលខ្លួនមកសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពស្ដីពីស្ថានភាពនៃការរំលោភឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាក៏ដូចជាមកលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជាយើងបាទជាបឋមខ្ញុំសូមជូនវេទិកាទៅលោកជំទាវឧត្តមស្នេហ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅជួរមុខបាទសូមអញ្ជើញលោកជំទាវចាសសូមគោរពអរគុណអាដាមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននេះថ្ងៃនេះនឹងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5ដែលគិតមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025នេះគឺចូលដល់ថ្ងៃទី18ហើយដែលថៃនៅតែបន្តឈ្លានពាននិងរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងគូឡាឡាំពួរនេះខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារក្នុងគោលដៅឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី23ខែធ្នូចាប់ពីវេលាម៉ោង 17:00 នាទីរហូតដល់ម៉ោង 12 រំលងអាត្រៀតយោធាថៃបានបន្តធ្វើសកម្មភាពបាញ់ផ្លោងកំភ្លើងដោយប្រើប្រាស់កំភ្លើងធំដ្រូនបាញ់ផ្សែងពុលជាច្រើនចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារគោល8និងភូមិសាស្ត្រភ្នំត្រងោលចាប់ពីវេលាម៉ោង 17:00 នាទីរហូតដល់ម៉ោង 19:00 នាទីល្ងាចយោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់កំភ្លើងធំនិងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់និងជប់កគីចាប់ពីវេលាម៉ោង 18:00 នាទីយោធាថៃបានបន្តបាញ់កំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្ត្រគោល8ភ្នំត្រងោលតាសឹមប្រាសាទព្រះវិហារតាថាវរហូតដល់វេលាម៉ោង 9:15 នាទីយប់ចូលមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 12 រំលងអាត្រៀតយោធាថៃនៅបន្តបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង 7:00 នាទីព្រឹកនេះយោធាថៃបានបន្តបាញ់កាភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារចាប់ពីវេលាម៉ោង 7:15 នាទីរហូតដល់ម៉ោង 8:00 នាទីព្រឹកយោធាថៃបានធ្វើសកម្មភាពវាយសន្ធាប់យ៉ាងខ្លាំងដោយប្រើប្រាស់កំភ្លើងធំនិងដ្រូនអត្តឃាតនៅក្នុងភូមិសាស្ត្រច័ន្ទក្រហមនិងប្រាសាទព្រះវិហារនេះខ្ញុំសូមជម្រាបជូនថាស្ថានភាពជួរមុខនៅទីតាំងមួយចំនួននៅមានសភាពស្ងប់ស្ងាត់ខណៈនៅទីតាំងមួយចំនួនដែលយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងនៅកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការបំពេញតួនាទីទី2ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះ
គិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី 23 រហូតដល់វេលាម៉ោង 6:00 នាទីព្រឹកថ្ងៃទី 24 យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងប្រមាណ 150 គ្រាប់ចូលក្នុងភូមិសាស្ត្របឹងត្រកួនគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី 23 រហូតដល់វេលាម៉ោង 6:00 នាទីព្រឹកថ្ងៃទី 24 យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង 120 គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី 23 រហូតដល់វេលាម៉ោង 6:00 នាទីព្រឹកថ្ងៃទី 24 យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ 80 គ្រាប់បន្ថែមទៀតចូលក្នុងភូមិសាស្ត្រភូមិជោគជ័យគិតចាប់តាំងពីវេលាម៉ោង 19:30 នាទីរហូតដល់ម៉ោង 21:30 នាទីយោធាថៃបានបាញ់ភ្លើងបំភ្លឺចំនួន 4 គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 20:02 នាទីយប់យោធាថៃបានបាញ់ភ្លើងបំភ្លឺនៅក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 21:30 នាទីយោធាថៃបានបាញ់ផ្លោងចំនួន 7 គ្រាប់ចូលក្នុងភូមិសាស្ត្រភ្នំព្រឹកនាងខ្ញុំសូមជម្រាបជូនបន្ថែមនៅព្រឹកនេះគឺនៅថ្ងៃទី 24 ខែធ្នូនៅវេលាម៉ោង 7:00 នាទីព្រឹកកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាដែកបានកំពុងព្យាយាមរុលចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:12 នាទីព្រឹកនេះកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះកំពុងបន្តព្យាយាមរុលចូលក្នុងភូមិសាស្ត្រភូមិជោគជ័យបន្ថែមទៀតស្ថានភាពជួរមុខក្នុងទីតាំងមួយចំនួននៅមានសភាពស្ងប់ស្ងាត់ខណៈនៅទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតគ្រប់ហេតុផលនិងលេសដោះសារជាច្រើនដែលមិនចេះចប់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានដ៏កម្រោលរបស់ខ្លួនដោយប្រើប្រាស់ប្រដាប់អាវុធមកលើកម្ពុជានិងស្នើឲ្យត្រឡប់ទៅធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរព្រោះគ្រប់ទង្វើរបស់យោធាថៃគឺបង្ហាញយ៉ាងច្បាស់ក្រឡែតដោយចេតនារបស់ថៃក្នុងការរំលោភបំពានឈ្លានពានទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនិងផែនទីឯកតោភាគីរបស់ខ្លួនដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេសកម្មភាពទាំងនេះជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិនិងជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់និងមិនងាករេចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនិងអមនុស្សធម៌នេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅដំណោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមានស្រាប់សម្ដៅដោះស្រាយរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិ
កម្ពុជាក៏សង្ឃឹមផងដែរថាភាគីថៃគោរពនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីខែតុលាដោយកម្ពុជាដែរសូមគូបញ្ជាក់ថាមកដល់ម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារទឹកដីរបស់កម្ពុជាយើងក៏សូមបញ្ជាក់នៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋជឿជាក់និងបន្តលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់បណ្ដាសមរភូមិទាំងអស់ជាមួយសត្រូវឈ្លានពានរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីសេចក្តីថ្លៃថ្នូរដោយអង្គអាចក្លាហាននិងមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយនាងខ្ញុំសូមអនុញ្ញាតជម្រាបជូនផងដែរថាសម្រាប់ការជម្រាបជូននៅស្ថានភាពថ្មីបន្ថែមទៀតនៅជួរមុខក្រសួងការពារជាតិនឹងជម្រាបជូនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា Greetings to the general public and member of the press. This morning I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th military region on December 24, 2025, which enter 18 days. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. First, the frontline situation at the 4th military region in Udon Minchey and Preah Vihear provinces. The Thai military continues its attacks to invade Cambodian sovereign territory. From 5 p.m. on December 23rd to 8 a.m. on December 24th, 2025. On December 23rd, 2025, from 5 p.m. until past midnight, the Thai military continue firing artillery and deploy drones to spray a large amount of toxic gas into the areas of Preah Vihear Temple, Kol Prambay, and Phnom Trangal. From 5 p.m. until 7 p.m., the Thai military fire artillery shell accompanied with tanks into the area of Preah Vihear Temple, Tamon Temple, and Chup Koki. From 6 p.m. until 9 and 15 p.m., the Thai military continue firing various types of artillery into the area of Kol Prambay, Phnom Trangal, Tasem, Preah Vihear Temple, and Tatao. On December 24, 2025, at past midnight, the Thai military continue firing artillery into the area of Preah Vihear Temple. At 7 a.m., the Thai military continue firing artillery into the area of Preah Vihear Temple. At 7:15 a.m. until 8 a.m., the Thai military intensify its attacks using artillery and kamikaze drone in the area of Preah Vihear Temple and Chan Krahom. The situation in some front lines is calm, while in other areas, the Thai military continue to carry out its attacks on Cambodian sovereign territory. However, our force continue to fight the aggressor fiercely and monitor the situation closely and remain highly vigilant. Second, the frontline situation at the 5th military region in Banteay Meanchey, Bat Dambong, and Posat provinces.
The Thai military continued its attack on Cambodia from 5 p.m. on December 23, 2025 to 8 a.m. on December 24, 2025. From 5 p.m. December 23 to 6 a.m. December 24, the Thai military continued to fire approximately 150 shells into the area of Bang Trakun. From 5 p.m. December 23 to 6 a.m. December 24, the Thai military continued to fire approximately 120 shells into the area of Prejchan village. From 5 p.m. December 23 to 6 a.m. December 24, the Thai military continued to fire approximately 80 shells into the area of Chukche village. From 7:30 p.m. to 9:30 p.m., the Thai military continued to fire 4 rounds of flare guns into densely populated civilian residential area in the area of Poipat municipality, Banteay Mean Chey province. At 8:02 p.m., the Thai military continued to fire flare guns into a densely populated civilian residential area in Moda commune. At 9:30 p.m., the Thai military continued to fire 7 shells into the area of Tum Prek district, Bat Dambong province. On December 24, 2025, at 7 a.m., Thai infantry force accompanied by armored vehicle attempted to infiltrate the area in front of Chukche village. At 7:12 a.m., Thai military force accompanied by tanks attempted to infiltrate the area in front of Chukche village. The situation at some front line is calm, while in other areas, the Thai military continues to carry out its attack on Cambodian sovereign territory. However, our force continue to fight the aggressor fiercely and monitor the situation closely and remain highly vigilant. The Ministry of National Defense of Cambodia demands that the Thai military immediately cease its persistent campaign of disinformation and fabrication intended to mask its invasion and armed aggression against Cambodia. The Thai military must return to conduct itself with professionalism and dignity. There is an action unequivocally demonstrate an intent to violate Cambodian sovereignty and invade our territory through the use of armed force and the imposition of the unilateral maps with no international recognition. These actions stand in direct contradiction to international law and the fundamental principle of the United Nations Charter, posing the serious threat to peace and stability in both the region and the world. In this sense, Cambodia called on the international community to strongly condemn Thailand's violation of the Joint Declaration and its repeated war crimes and unlawful activities, as well as to demand that Thailand must take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity, and avoid acts of incursion and aggression that threaten peace and stability in the region as a whole. Cambodia reaffirmed its firm commitment to respect and strictly abide by the terms of the ceasefire and the joint declaration on the peace agreement between Cambodia and Thailand, acting with
utmost goodwill and responsibility. Cambodia is resolutely committed to the peaceful settlement of dispute in accordance with international laws as well as all existing treaty, conventions and agreements with the objective of finding a just, equitable and lasting resolution. Consequently, Cambodia further expressed its earnest hope that the Thai side will equally respect and adhere to the joint declaration on the peace agreement, which was initiated by President Donald J. Trump and formally signed on October 26, 2025. For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defense of Cambodia. សូមអរគុណ បាទសូមអរគុណលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិបាទដែលធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងស្ថានភាពនៅជួរមុខបាទប្រិមត្តទស្សនិកជនក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសគិតមកទល់នឹងថ្ងៃទី24ខែធ្នូឆ្នាំ2025នេះមានរយៈពេល18ថ្ងៃហើយដែលទាហានថៃបានបើកការវិប្រហារឈ្លានពានយ៉ាងកម្រោលមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី7ធ្នូកងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខមិនរើសទីកន្លែងដែលធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏រងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃរហូតមកទល់នឹងពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរស្លាប់ចំនួន21នាក់និងរងរបួស83នាក់ក្នុងនោះមានស្ត្រីកុមារនិងមនុស្សចាស់ចំណែកប្រជាជនភៀសសឹកចេញពីផ្ទះសម្បែងបានកើនដល់ជាង60,000នាក់ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនមានដូចជាផ្ទះសម្បែងផ្លូវស្ពានសាលារៀនមណ្ឌលសុខភាពមន្ទីរពេទ្យផ្សារអគារអាជីវកម្មឯកជនវត្តអារាមរហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិបានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់ទីហ៊ានឈ្លានពានថៃបើទោះបីជាមេដឹកនាំថៃខិតខំភូតកុហកបំភ្លៃការពិតនិងបង្វែរស្ថានភាពដើម្បីបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជានិងចង់គេចវេះពីអំពើអក្រិតកម្មរបស់ខ្លួនមកលើជនស៊ីវិលស្លូតត្រង់ខ្មែរយ៉ាងណាក៏ដោយក៏ពួកគេមិនអាចបិទបាំងការពិតពីភ្នែកសហគមន៍អន្តរជាតិបានឡើយការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជាយន្តហោះទម្លាក់គ្រាប់បែក F-16 នាវាចម្បាំងកាំភ្លើងផ្លោងគ្រាប់បែកចង្កោម drone គ្រប់ប្រភេទនិងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាជនស៊ីវិលកម្ពុជាបានកើតឡើងជារៀងរាល់ថ្ងៃសកម្មភាពព្រៃផ្សៃអមនុស្សធម៌នេះគឺជាអំពើផ្កើននិងចំអកឡក់លើយចំពោះសហគមន៍អន្តរជាតិដែលមានដូចជាសហរដ្ឋអាមេរិកចិនសហភាពអឺរ៉ុបប្រធានបដូវវេនអាស៊ាននិងបណ្ដាប្រទេសផ្សេងទៀតដែលបានអំពាវនាវឲ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមករកកិច្ចព្រមព្រៀងឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅទីក្រុងកូឡាឡាំពូឡើងវិញអំពើសាហាវព្រៃផ្សៃប្រកបដោយអំនួតក្អេងក្អាងរបស់មេដឹកនាំថៃមានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរនិងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំដោយពួកគេសង្ឃឹមថាអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរនឹងបាក់ស្បាតនិងបាត់ជំនឿចិត្តទៅលើរាជរដ្ឋាភិបាលប៉ុន្តែពួកគេពិតជាយល់ច្រឡំខុសឆ្លាស់សម្រាប់ប្រជាជាតិខ្មែរអំពើឈ្លានពានយ៉ាងកម្រោលបែបនេះមិនបានធ្វើឲ្យខ្មែរភ័យខ្លាចឬបាក់ទឹកចិត្តសូម្បីតែបន្តិចឡើយផ្ទុយទៅវិញការបំពានលើបូរណភាពទឹកដីនិងការទម្លាក់គ្រាប់បែកទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរបានជំរុញឲ្យប្រជាពលរដ្ឋរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរឹតតែគៀកស្មារគ្នាកាន់តែរឹងមាំដើម្បីការពារទឹកដីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបាននាំគ្នាក្រោកឈរឡើងស្រែកទាមទារយុត្តិធម៌
ស្រែកទាមទារសន្តិភាពប្រឆាំងការឈ្លានពាននិងប្រឆាំងការរំលោភបំពានលើជនស៊ីវិលយ៉ាងអមនុស្សធម៌របស់ទាហានឈ្លានពានថៃសម្លេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមិនមែនជាការសម្ដែងដើម្បីសុំក្តីអាណិតអាសូរទេប៉ុន្តែជាសម្លេងនៃប្រជាជាតិនៃប្រទេសតូចមួយដែលរងការឈ្លានពានទាំងបំពានលើច្បាប់អន្តរជាតិពីប្រទេសធំមួយដែលនៅជិតខាងកម្ពុជាជាប្រទេសតូចមែនប៉ុន្តែប្រជាជាតិមួយនេះមិនឈរអោបដៃឲ្យប្រទេសណាមួយជន់ឈ្លីនោះឡើយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរនិងកោតស្ញប់ស្ញែងចំពោះវីរៈកងទ័ពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលតស៊ូស្វិតស្វាញក្រាញននាលប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដីដោយមានទំនុកចិត្តយ៉ាងមុតមមទៅលើរាជរដ្ឋាភិបាលជាពិសេសទៅលើថ្នាក់ដឹកនាំរបស់ខ្លួននេះគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារទឹកដីប្រឆាំងនឹងសត្រូវឈ្លានពាន Good morning ladies and gentlemen as of December 24th 2025 it has been 18 days since the Thai military launched a brutal invasion against the sovereignty and territorial integrity of Cambodia. The invading Thai military has indiscriminately bombarded civilian areas and infrastructures, causing numerous Cambodian civilians to suffer, and the number continue to rise, while civilian infrastructure are being destroyed every day. Precisely up to now, 21 Cambodian civilians, including one infant, has been killed and 83 has been injured, including women, children, and the elderly. Meanwhile, the number of displaced civilians forced to flee their home has increased to over 600,000. Many civilian infrastructure such as houses, roads, bridges, schools, hospitals, markets, private business buildings, pagodas, and even ancient temples, which are invaluable cultural heritage of humanity, has been continuously damaged by the relentless bombardment of the invading Thai military. Even though the Thai leadership have tried to deceive and distort the truth in order to manipulate the situation and to divert the attention of the international community from their acts of aggression against Cambodian sovereignty and their crimes against the Cambodian civilian, they cannot hide the truth from the eye of the general public. The use of heavy and destructive weapons and equipment such as F-16 fighter jet, naval warship, cluster bomb, various types of advanced drones, and toxic gas on the Cambodian military and innocent civilian has occurred every day. Such vicious and inhumane acts are blatant and insolent acts toward the international communities, including the United States of America, the People's Republic of China, the European Union, the Asian rotating chair, as well as other countries that have called for a cessation of hostility and return to respect for the ceasefire and the Kuala Lumpur Joint Declaration. The atrocity and concerted acts of aggression undertaken by the Thai leader aim to dishearten the Cambodian spirit and divide the unity between our people and our leadership, so as to make the Khmer people lose trust and faith in the royal government of Cambodia. However, they are gravely mistaken. For the Khmer people, such a brutal invasion do not cause fear or discouragement even a bit. On the contrary, the violation committed against Cambodian territorial integrity and the bombardment of the innocent Cambodian civilians have instead bound
the people, the government, and the armed forces to an even stronger tie to defend the motherland, as well as to protect the honor and the dignity of the Khmer nation. The Khmer citizens, both domestic and abroad, have risen up to demand justice, call for peace against the invasion, and condemn the inhumane acts of violence of invading military. The voices of the Khmer people everywhere are not seeking for pity, but are representing a small nation suffering from unjust invasion and abuse by its bigger neighboring country. Cambodia is indeed a small country, but its people will not stand idly by and allow any country to trample on it. The spokesperson for the royal government of Cambodia proudly praised the great unity of the Khmer people and expressed profound appreciation to the heroic courage of the Cambodian armed forces who have been fighting fiercely and persistently against the invading enemy. With firm faith in the royal government and particularly in our leadership, this is the core forte of the Khmer nation to protect the territorial integrity against the invading enemy. Thank you for your attention.